ជំរាបសួរឧត្តមសេនីយ៍ហ៊ុនម៉ាណែតបាទជំរាបសួរខ្ញុំសូមអរគុណដែលលោកបានអញ្ជើញមកផ្ដល់បទសម្ភាសន៍ដល់បន្ទប់ផ្សាយរបស់វិទ្យុបារាំងអន្តរជាតិជាដឹងថាបច្ចុប្បន្ននេះលោកកំពុងតែបំពេញទស្សនកិច្ចនៅក្នុងប្រទេសបារាំងហើយក៏ដូចជានៅក្នុងប្រទេសមួយចំនួននៅក្នុងតំបន់អឺរ៉ុបចង់សួរថាតើដំណើរទស្សនកិច្ចហ្នឹងធ្វើឡើងនៅក្នុងក្របខ័ណ្ឌអ្វីហើយក្នុងគោលដៅអ្វីដែរបាទដំណើរទស្សនកិច្ចរបស់ក្រុមការងារយើងនៅលើកនេះគឺធ្វើជាការផ្លូវការទេគឺដើម្បីជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសបារាំងប្រទេសបែលហ្សិកស្វីសហើយនិងអាល្លឺម៉ង់ហើយក៏ជួបជាមួយនឹងបងប្អូនសមាជិករបស់គណៈបកចំនួនដែរចង់បញ្ជាក់បន្តិចថាមកទល់មកដល់ឥឡូវហ្នឹងលោកបានទៅដល់គ្រប់ប្រទេសទាំងអស់ហើយប្រទេសបារាំងចុងក្រោយឬក៏នឹងត្រូវចេញពីបារាំងទៅប្រទេសមិនទាន់ចុងក្រោយទេគឺបានទៅពីប្រទេសបារាំងហើយនឹងបែលហ្សិកនៅស្វីសហើយនឹងអាល្លឺម៉ង់បន្តទៀតដំណើរទស្សនកិច្ចរបស់លោកនៅក្នុងតំបន់អឺរ៉ុបនៅពេលហ្នឹងយើងដឹងថាគឺធ្វើឡើងនៅក្រៅពីសហភាពអឺរ៉ុបទើបនឹងចេញសេចក្តីសម្រេចទាមទារឲ្យកម្ពុជាលើកចោលរាល់ការចាប់ប្រកាន់លើរូបលោកសំរងស៊ីមានដឹកនាំបកប្រឆាំងចង់សួរថាតើលោកមានប្រតិកម្មយ៉ាងណាដែរទៅនឹងការដាក់សម្ពាធពីសំណាក់សហភាពអឺរ៉ុបលើកម្ពុជាហើយតើលោកមានគម្រោងជជែកជាមួយនឹងមន្ត្រីអឺរ៉ុបណាមួយជុំវិញបញ្ហានឹងដែរទេនៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកហ្នឹងតកតងទៅនឹងបញ្ហានេះខ្ញុំការតកតងទៅនឹងការសម្រេចរបស់តុលាការតកតងបញ្ហារបស់អាដាមសំរងស៊ីនោះគឺខ្ញុំមិនមានអ្វីដែលទៅអធិប្បាយទេព្រោះវាជាការសម្រេចចិត្តរបស់តុលាការដែលជាស្ថាប័នឯករាជ្យមួយហើយជារបស់ប្រទេសកម្ពុជាដែលមានអធិបតេយ្យភាពរបស់ខ្លួនទាក់ទងនឹងចំនួនមន្ត្រីអឺរ៉ុបតើមានគម្រោងជួបយើងអត់មានគម្រោងជួបជាមួយនឹងមន្ត្រីសហគមន៍អឺរ៉ុបទេដោយសារផែនការរបស់យើងគម្រោងរបស់យើងគឺជួបក្រៅផ្លូវការជាមួយនឹងបងសមាគមសហគមន៍ខ្មែរយើងនៅទីនេះបងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅទីនេះយើងឃើញថានៅក្នុងពេលបច្ចុប្បន្ននេះនឹងក្នុងប្រទេសកម្ពុជាមានការបង្កើតរចនាសម្ព័ន្ធនិងមានសកម្មភាពច្រើនតាក់ទងទៅនឹងយុវជនយើងអាចយល់បានព្រោះថាដូចជាពាក្យខ្មែរយើងតែងតែនិយាយថាយុវជនគឺជាទំពាំងស្នូលឫស្សីក៏ប៉ុន្តែចង់សួរថាបើតាមយោបល់របស់លោកផ្ទាល់តើយុវជនកម្ពុជានៅក្នុងពេលបច្ចុប្បន្ននេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយជាពិសេសមានឱកាសគ្រប់គ្រាន់ដើម្បីអាចធ្វើជាទំពាំងឡើងមកស្នូលឫស្សីបានដែរទេបាទឆ្លើយនឹងសំណួរនេះគឺអាចផ្អែកទៅលើទស្សនវិជ្ជាជាក់ស្ដែងបច្ចុប្បន្ននៅកម្ពុជាយើងឃើញថាយុវជនរបស់យើងបានដើរតួនាទីសំខាន់នៅក្នុងស្ថាប័នជាច្រើនរួចទៅហើយនៅក្នុងប្រទេសរបស់យើងនៅក្នុងក្របខ័ណ្ឌការដឹកនាំនិងក្របខ័ណ្ឌនៃតួនាទីសំខាន់ៗក្នុងស្ថាប័ននីមួយៗទាំងស្ថាប័នរដ្ឋឯកជនអង្គការសង្គមស៊ីវិលនិងស្ថាប័នផ្សេងៗទៀតជាច្រើនហើយដូច្នេះហើយដែលយើងនឹងប្រកបដោយប្រសិទ្ធភាពថែមទៀតផងអញ្ចឹងគឺយើងអាចវាយតម្លៃបានថាយុវជននេះបច្ចុប្បន្ននេះគឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់និងមានឱកាសជាច្រើនដើម្បីចូលរួមនៅក្នុងការដឹកនាំដែលយើងថាទំពាំងនិងត្រៀមដើម្បីទៅជាតបស្នងរុស្ស៊ីនៅពេលអនាគតសម្រាប់ប្រទេសជាតិរបស់យើងតាក់ទងទៅនឹងឱកាសអញ្ចឹងលោកយល់ថាយុវជនឱកាសហ្នឹងគឺអាចមានសម្រាប់យុវជនគ្រប់រូបស្មើៗនេះគឺពិតជាមានឱកាសស្មើគ្នាក្នុងការដែលចូលរួមនៅក្នុងវិស័យសង្គមនយោបាយឬក៏វិស័យសាធារណៈផ្សេងៗគឺពិតជាមានឱកាសដែលអាចនឹងក្លាយទៅជាអ្នកដើរតួនាទីសំខាន់ទៅថ្ងៃអនាគតនៅក្នុងប្រទេសយើងបើយើងនិយាយពីឱកាសគឺថាឱកាសគឺយើងបង្កើតច្រើនសម្រាប់យុវជនជាច្រើននិងភាពលទ្ធភាពនៅក្នុងការចូលរួមនិងការជោគជ័យកម្រិតណាគឺអាស្រ័យទៅលើសមត្ថភាពផ្ទាល់ខ្លួនគឺជាអ្វីដែលមិនខុសពីប្រទេសបារាំងប្រទេសអាមេរិកនោះទេប៉ុន្តែឱកាសដែលយុវជនយើងមានទាំងអស់ស្មើគ្នានេះទី1គឺឱកាសនៅក្នុងការរស់រានដោយក្នុងស្ថិរភាពសង្គមមិនមានសង្គ្រាមដែលយុវជនអាចមានឱកាសរៀនសូត្រនិងបង្កើនសមត្ថភាពរបស់ខ្លួនទាំងក្នុងនិងក្រៅប្រទេសខ្ញុំនេះជួបជាមួយនឹងបងប្អូននិស្សិតជាច្រើនដែលបានអាហារូបករណ៍មករៀនហើយគឺមិនមែនជាអ្នកដែលថាមកពីតែកូនអ្នកធំកូនអ្នកមានកូនអ្នករកស៊ីនោះទេគឺមកពីគ្រប់មជ្ឈដ្ឋានទាំងអស់មានបងប្អូនខ្លះជាក្មេងកំព្រាកូនកសិករប៉ុន្តែបានមានឱកាសខិតខំរៀនសូត្រនៅពេលដែលប្រទេសយើងមានសឹកសង្គ្រាមហើយប្រឡងចប់មានសុខសន្តិភាពហើយចប់ប្រឡងបានបាក់ឌុបហើយប្រឡងជាប់មហាវិទ្យាល័យនិងបានអាហារូបករណ៍មករៀនអញ្ចឹងឱកាសទាំងអស់នេះគឺយើងឃើញ
ហើយនៅឱកាសការងារគឺយើងមានឃើញច្រើនដែរនៅក្នុងប្រទេសកម្ពុជាអញ្ចឹងគឺថាហើយរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ដើម្បីបង្កើននៅឱកាសបន្ថែមទៀតដើម្បីឲ្យយុវជនរបស់យើងកាន់តែមានលទ្ធភាពក្នុងការធ្វើខ្ញុំចង់សួរសំណួរមួយតាក់ទងទៅនឹងខ្លួនលោកផ្ទាល់កន្លងមកយើងឃើញថានៅពេលដែលមានសំណួរសួរថាតើលោកមានបំណងចង់ស្នងតំណែងជានាយករដ្ឋមន្ត្រីដូចជាឪពុករបស់លោកដែរឬក៏អត់លោកតែងតែបានឆ្លើយថាវាគឺអាស្រ័យទៅនឹងឆន្ទៈរបស់ប្រជាពលរដ្ឋក៏ប៉ុន្តែយើងនឹងថានៅក្នុងប្រទេសប្រជាធិបតេយ្យសេរីពហុបកឆន្ទៈរបស់ពលរដ្ឋគឺត្រូវសម្ដែងឡើងតាមរយៈការបោះឆ្នោតបើអញ្ចឹងតើលោកមានបំណងមានគំនិតគិតថានៅថ្ងៃណាមួយលោកនឹងដាក់ឈ្មោះរបស់លោកនៅលើសញ្ញាឆ្នោតដើម្បីឲ្យប្រជាពលរដ្ឋសម្រេចដែរឬទេបាទការងារនេះខ្ញុំឆ្លើយជាមួយលោកមិនបានទេព្រោះខ្ញុំមិនដែលគិតរឿងនេះទេអ្វីដែលខ្ញុំគិតបច្ចុប្បន្នគឺថាទី1តើខ្ញុំបានបំពេញភារកិច្ចរបស់ខ្ញុំនឹងការទទួលខុសត្រូវរបស់ខ្ញុំបានល្អកម្រិតណានេះគឺការផ្ដោតទៅលើការខិតខំទៅលើធ្វើម៉េចបំពេញភារកិច្ចនិងការទទួលខុសត្រូវរបស់យើងដែលមានបច្ចុប្បន្នឲ្យបានជោគជ័យហើយទី2គឺគិតពិចារណាថាតើមានអ្វីទៀតដែលយើងអាចធ្វើដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់ខ្លួនឬក៏បង្កើនលទ្ធភាពរបស់យើងនៅក្នុងការចូលរួមនៅក្នុងការងារសង្គមផ្សេងប៉ុន្តែតែយ៉ាងហោចណាស់លោកមានទុកទ្វារចំហមួយថាទៅថ្ងៃអនាគតអាចនឹងមានកំណត់ថាអាចនឹងចង់ខ្លាយទៅជាមេដឹកនាំឬក៏ថាអត់ចង់ធ្វើសោះតែម្ដងឬក៏ថាមានទ្វារខ្លះបើកចំហទុកថាថ្ងៃណាមួយ10ឆ្នាំ20ឆ្នាំទៅមុខមិនដឹងថាមានឱកាសមួយទុកឱកាសមួយថាមានកំណត់គិតថាចង់ទៅដល់នឹងដែរទេចម្លើយរបស់ខ្ញុំគឺដូចគ្នាគឺខ្ញុំមិនទាន់បានគិតនៅអ្វីដែលគឺថាតើថ្ងៃក្រោយខ្ញុំត្រូវដាក់ឈ្មោះដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតធ្វើជាអ្នកដឹកនាំប្រទេសនោះទេបាទត្រឡប់មកបច្ចុប្បន្ននេះវិញយើងឃើញថានៅក្នុងទំព័រ Facebook របស់លោកបានសរសេរថាខ្ញុំសូមដកស្រង់ថាទំពិតសរសេរជាភាសាអង់គ្លេសខ្ញុំគ្រាន់តែបកស្រាយជាខ្មែរត្រួសថាខ្ញុំមិនខ្វល់ទេពីនយោបាយអ្វីដែលសំខាន់សម្រាប់ខ្ញុំគឺនៅត្រង់ថាតើខ្ញុំអាចចូលរួមជួយសង្គមបានប៉ុណ្ណាក៏ប៉ុន្តែជាទូទៅខ្ញុំសង្កេតឃើញថានៅក្នុងប្រទេសកម្ពុជាអ្វីក៏ដោយក៏មាននយោបាយចូលលាយឡំជាមួយឬក៏យ៉ាងហោចណាស់ត្រូវមានគេទាញឲ្យចូលទៅលាយឡំជាមួយនឹងនយោបាយអញ្ចឹងតាមយោបល់របស់លោកតើគួរធ្វើបែបណាដើម្បីអាចបែងចែកគ្នាឲ្យដាច់ស្រឡះរវាងរឿងនយោបាយនិងរឿងការងារជួយសង្គមខ្ញុំចង់បញ្ជាក់បន្តិចដែរការងារនេះគឺខ្ញុំបានធ្លាប់ឮជាច្រើនហើយក៏មិនមែនតែរូបខ្ញុំដែរគឺចំពោះប្រជាពលរដ្ឋផ្សេងទៀតមិនថាកម្ពុជាឬប្រទេសណាទេដែលមានគ្រួសារជាអ្នកនយោបាយគឺច្រើនតែភ្ជាប់ទៅលើនោះចំពោះការយល់ឃើញបែបនេះរបស់បងប្អូនគឺជាសិទ្ធិរបស់គាត់នៅក្នុងការវិភាគនិងពិចារណានិងការវាយតម្លៃខ្ញុំអត់មានអ្វីថាខុសឬត្រូវនោះទេហើយអ្វីដែលសំខាន់ដែលសំណួរសួរថាធ្វើយ៉ាងណាដើម្បីបែងចែកការងារណាឲ្យចេញជានយោបាយហើយការងារសង្គមនោះគឺយើងពិបាកធ្វើទៅរួចព្រោះវាអាស្រ័យទៅលើការគិតពិចារណារបស់មនុស្សដែលយើងមិនអាចទៅបញ្ជាឲ្យគាត់ថាត្រូវតែគិតឬមួយក៏យើងឲ្យរូបមន្តមួយថាការងារនេះត្រូវតែ exact ប្រកាសថាជាការងារនយោបាយការងារនេះជាការងារសង្គមព្រោះវាគឺថាមានប្រផេះភាពប្រផេះហើយគឺអាស្រ័យទៅលើការបកស្រាយរបស់មនុស្សនីមួយៗចំពោះការងារសង្គមការងារពលរដ្ឋនេះគឺខ្ញុំបានធ្វើតាំងពីតូចតាំងពីនៅរៀនការជួយដល់មិត្តភ័ក្តិរៀនជាមួយគ្នាដែលក្រីក្រអីផ្សេងនោះបាទហើយឥឡូវខ្ញុំក៏បានចូលរួមនៅក្នុងការងារមួយចំនួនផងដែរដូចជាការផ្ដល់ឱកាសឲ្យយុវជនយើងតាមរយៈការផ្ដល់អាហារូបករណ៍មួយឆ្នាំជាង2000កន្លែង2000នាក់សម្រាប់ជាអាហារូបករណ៍របស់សម្ដេចដើម្បីឲ្យគាត់មានឱកាសក្នុងការរៀនសូត្រអនាគតរបស់គាត់ឬក៏ចុះទៅតាមស្រុកតាមភូមិផ្សេងជាមួយនឹងពេទ្យស្ម័គ្រចិត្តរបស់យើងយុវជនសម្ដេចតេជោដើម្បីព្យាបាលដល់ប្រជាពលរដ្ឋហើយការងារនេះអ្វីទៅដែលជាកត្តាជំរុញឲ្យខ្ញុំធ្វើនេះគេហៅកត្តាលើកទឹកចិត្តឲ្យខ្ញុំធ្វើយ៉ាងនេះគឺគ្មានអីក្រៅពីភាពសប្បាយភាពរីករាយរំភើបដែលខ្ញុំបានឃើញពីការសប្បាយរបស់ប្រជាពលរដ្ឋដែលបានទទួលឧទាហរណ៍ពេលខ្លះខ្ញុំចុះទៅមូលដ្ឋានខ្ញុំមានអ៊ំចាស់កសិករគាត់រត់មក
អរគុណខ្ញុំទាំងទឹកភ្នែកលីងលងគាត់ថាក្មួយហើយសូមអរគុណដែលបានឲ្យកូនរបស់គាត់មានឱកាសរៀនសូត្រមួយជីវិតមកគាត់ថាមកពូជគាត់តាំងពីលឺតាំងពីជាតនជាដូនជាតាគាត់មកអត់ទាន់មានពីណាមានឱកាសរៀនដល់កម្រិតឧត្តមសិក្សានេះគឺជាការសប្បាយឬមួយក៏ពេលខ្លះជួបជាមួយអតីតនិស្សិតរបស់យើងដែលគាត់បានជោគជ័យក្នុងការសិក្សាហើយបានធ្វើការជោគជ័យនៅក្នុងជីវិតរបស់គាត់ហើយយើងក៏សប្បាយចិត្តថាយើងបានចូលរួមចំណែកមួយផ្នែកទូចមួយក្នុងការបង្កលក្ខណៈនេះឬមួយក៏ការងារពេទ្យមនុស្សធម៌ដែលថាយើងបានជួយជីវិតមនុស្សម្នាក់ដែលគាត់មានបញ្ហាបេះដូងត្រូវវះកាត់ហើយឲ្យគាត់នៅរស់រានមានជីវិតជួបជុំគ្រួសារគាត់បន្តទៀតហើយនេះហើយគឺជាការសប្បាយដែលយើងដែលជាកត្តាជំរុញឲ្យខ្ញុំធ្វើការងារទាំងនោះ ប៉ុន្តែនៅពេលដែលលោកធ្វើការកិច្ចការជួយសង្គមហើយមានអ្នកខ្លះរីគុណថាមានជាប់ពាក់ព័ន្ធនឹងនយោបាយតើលោកមានអារម្មណ៍អន់ចិត្តទេខ្លះដែរឬក៏យ៉ាងម៉េចដែរចំពោះខ្ញុំការងារដែលការមតិផ្សេងមកលើខ្ញុំមកលើគ្រួសារខ្ញុំនេះគឺខ្ញុំបានធ្លាប់គេថាស៊ាំតាំងពីតូចមកហើយអ្វីដែលពួកខ្ញុំគាត់ធ្លាប់គាត់ថាវាមិនសំខាន់ទៅលើការគិតរបស់អ្នកដទៃវាសំខាន់ទៅលើការគិតនិងសតិសម្បញ្ញៈរបស់យើងបើយើងធ្វើយើងជាអ្នកទទួលខុសត្រូវអញ្ចឹងបើយើងជឿថាការងារអ្វីមួយដែលផ្ដោតចេញពីគេថាមនសិការរបស់យើងត្រូវតែធ្វើហើយព្រោះគ្មានអ្នកណាផ្សេងទទួលខុសត្រូវចំពោះនឹងមានតែខ្លួនយើងអញ្ចឹងបើសិនជាយើងមិនធ្វើការងារមួយដោយសារអ្នកដទៃមតិរបស់អ្នកដទៃអានឹងគឺជាកំហុសរបស់យើងមិនមែនជាកំហុសរបស់អ្នកដទៃទេបាទអញ្ចឹងគឺខ្ញុំអត់មានអ្វីទេការរិះគន់ឬការអ្វីគឺខ្ញុំអាចទទួលយកនៅក្នុងការដើម្បីធ្វើស្ថាបនារបស់ខ្លួនបាទប៉ុន្តែសកម្មភាពដែលសម្រាប់ចិត្តយ៉ាងណាធ្វើយ៉ាងណាគឺយើងធ្វើខ្លួនឯងនិងទទួលខុសត្រូវលើខ្លួនឯងសំណួរមួយទៀតជាសំណួរចុងក្រោយគឺតកតងទៅនឹងមុខងាររបស់លោកព្រោះលោកគឺជាប្រមុខដឹកនាំអង្គភាពប្រឆាំងភេរវកម្មរបស់កម្ពុជាហើយនៅពេលនេះនៅពេលដែលលោកកំពុងតែស្ថិតនៅក្នុងទីក្រុងប៉ារីគឺដូចជាលោកដឹងស្រាប់ហើយថាទើបនឹងទទួលរងការវាយប្រហារភេរវកម្មដ៏ធ្ងន់ធ្ងរមិនធ្លាប់មាននៅបារាំងតែលោកមានការយល់ឃើញយ៉ាងណាដែរចំពោះអ្វីដែលបានកើតឡើងនៅប៉ារីកាលពី20ថ្ងៃមុនបាទខ្ញុំនិងក្រុមការងារទាំងអស់ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសគឺមានការសោកស្ដាយណាស់ចំពោះការបដិវត្តហេតុភេរវកម្មដែលបានកើតឡើងដែលធ្វើឲ្យប្រជាជនបារាំងក៏ដូចជាប្រជាជននៅបណ្ដាប្រទេសមួយចំនួនបានទទួលការរងគ្រោះស្លាប់បាត់បង់ជីវិតនិងរបួសដោយសារនេះមិនសមមិញខាងគណៈប្រតិភូរបស់យើងក៏បានទៅដាក់កម្រងផ្កាគ្រប់វិញ្ញាណក្ខន្ធដល់បងប្អូនដែលបានជនរងគ្រោះនៅ Flash Republic នឹងទៅមើលនៅប្រទេសកម្ពុជាបាទផងដែរការវាយប្រហារភេរវកម្មនេះគឺខ្ញុំថាកត្តាជាការវាយប្រហារទៅលើមនុស្សជាតិពួកអីវាធ្វើឲ្យមានការស្លាប់បាត់បង់ជីវិតនិងរបួសទៅលើប្រជាពលរដ្ឋដែលក្រីក្រដែលស្មោះត្រង់ដែលអត់មានពាក់ព័ន្ធនឹងអ្វីទាំងអស់វាធ្វើឲ្យគ្រួសារបែកបាក់ដោយគ្មានកំហុសវាធ្វើឲ្យសេដ្ឋកិច្ចជាតិនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ះពាល់ជាច្រើនលានអ្នកនៅក្នុងគោលបំណងដែលថាមិនមានគេថាជាយុត្តិធម៌សោះសម្រាប់អ្នកទាំងអស់នោះហើយវាក៏ជាឱកាសដែលបញ្ជាក់ឲ្យឃើញអំពីតម្លៃនៃសន្តិភាពសន្តិសុខនិងស្ថិរភាពសង្គមមិនថានៅស្រុកខ្មែរមិនថានៅស្រុកបារាំងឬមួយក៏នៅទីណាទេនៅប្រទេសកម្ពុជាយើងក៏ដូចគ្នារាជរដ្ឋាភិបាលយកចិត្តទុកដាក់ណាស់យើងប្រវត្តិសាស្ត្រយើងសង្គ្រាមអសន្តិសុខនេះវាច្រើនមកហើយអញ្ចឹងបានជាទោះបីជាការវាយប្រហារឱកាសនៃការវាយប្រហារលទ្ធភាពនៃការវាយប្រហារភេរវកម្មនេះគឺនៅមានកម្រិតទាបនៅកម្ពុជាក៏ដោយប៉ុន្តែរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជាប់ជាប្រចាំព្រោះយើងមិនដឹងថាពេលណាដែលគេវាយប្រហារនោះទេអញ្ចឹងគឺថាដែលខ្ញុំធ្វើការនៅស្ថាប័នសន្តិសុខនេះទោះបីជាសកម្មភាពរបស់យើងមិនអាចផ្សព្វផ្សាយឲ្យជាសាធារណៈមិនគឺថាផ្សាយពាណិជ្ជកម្មថាយើងធ្វើអញ្ចេះនោះទេប៉ុន្តែយើងបានធ្វើជាប់ជាប្រចាំសុខសន្តិភាពដែលយើងមាននៅកម្ពុជាពេលនេះមិនមែនកាត់ឡើងដោយចៃដន្យទេគឺការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលជាពិសេសស្ថាប័នបងប្អូនកងកម្លាំងប្រដាប់អាវុធនិងស្ថាប័នពាក់ព័ន្ធទាំងអស់សន្តិសុខទាំងអស់របស់យើងធ្វើការ24ម៉ោងមិនគិតថាថ្ងៃបុណ្យសម្រាប់មិនទេនៅក្នុង
ជំនាញរបស់ខ្ញុំយើងតែនិយាយថាយើងធ្វើការនៅពេលបងប្អូនប្រជាពលរដ្ឋដទៃធ្វើការយើងធ្វើការកាន់តែខ្លាំងនៅពេលដែលបងប្អូនប្រជាពលរដ្ឋផ្សេងទៀតជប់សម្រាប់ពេលបុណ្យទានដើម្បីរក្សាកុំឲ្យមានបាតុហេតុនេះកើតឡើងហើយនេះហើយគឺជាអ្វីដែលយើងត្រូវប្រយ័ត្នជាប់ជាប្រចាំហ្នឹងគឺថា24ម៉ោងលើ24ម៉ោងនឹងដើម្បីរក្សាការពារកុំឲ្យបាតុភេទនេះកើតមានឡើងក្នុងប្រទេសរបស់យើងបាទដោយសារតែពេលវេលាយើងខ្លីខ្ញុំសូមបញ្ចប់បទសម្ភាសន៍ត្រឹមនេះហើយជាថ្មីម្ដងទៀតសូមអរគុណអាដាមស្នេហ៍ហ៊ុនម៉ាណែតដែលបានផ្ដល់បទសម្ភាសន៍ដល់វិទ្យុបារាំងតាជាតិហើយអញ្ជើញមកដល់ផ្ទាល់ដល់បន្ទប់ផ្សាយរបស់យើងសូមអរគុណបាទអរគុណ